ដោយជើងខ្លាំងខណៈនៅខេត្តព្រះវិហារអន្តរមានជ័យពោធិ៍សាត់ក្តៅដូចគ្នាដែរគិតត្រឹមម៉ោង11ព្រឹកថ្ងៃទី11ខែធ្នូឆ្នាំ2025នេះការប្រយុទ្ធគ្នានៅព្រំដែនកាន់តែក្តៅខ្លាំងនៅគ្រប់សមរភូមិទាំងពោធិ៍សាត់បន្ទាយមានជ័យអន្តរមានជ័យនិងខេត្តព្រះវិហារបើតាមកងទ័ពកម្ពុជានៅជួរមុខបានឲ្យដឹងថាគិតត្រឹមម៉ោង11ថ្ងៃត្រង់នេះច្រកបឹងត្រកួនជោគជ័យនិងព្រះច័ន្ទកងកម្លាំងចាប់ផ្ដើមប្រយុទ្ធថ្មើរជើងទល់នឹងថ្មើរជើងអមជាមួយនឹងកងរត់ក្រផងដោយឡែកនៅខេត្តពោធិ៍សាត់ចំណុចអូភ្លុកដំរីក៏ប៉ះដោយថ្មើរជើងដូចគ្នានៅខេត្តព្រះវិហារនេះវិញប្រភពពីកងទ័ពបានបញ្ជាក់នៅម៉ោង12ថ្ងៃត្រង់នេះថានៅអានសេះសំបុកឃ្មុំនិងទល់មុខប្រាសាទព្រះវិហារក៏ប្រយុទ្ធគ្នាយ៉ាងសាហាវដែរនៅដល់មានជ័យនេះវិញក៏ស្ថានភាពមិនខុសគ្នាដែរដូច្នេះគ្រប់សមរភូមិតាមព្រំដែនខេត្តចំនួន4ការប្រយុទ្ធគ្នាមិនទាន់ថនថយទេថែមទាំងឡើងកម្ដៅជើងថ្ងៃម្សិលមិញថែមទៀតផងវីដេអូនេះគឺវរៈកងទ័ពដ៏ក្លាហានអង្គអាចរបស់យើងបានប្រត់ទៅដកកងទ័ពបាទចៅសៀមបាទដែលបានដាក់បាទកាលពីថ្ងៃម្សិលមិញនេះបាទកាលពីថ្ងៃម្សិលមិញគឺអភិបាលខេត្តស្រះកែវគេបាននិយាយថាកងទ័ពយោធាថៃបានគ្រប់គ្រងបឹងត្រកួនប៉ុន្តែព្រឹកមិញនេះ